សួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូខ្លីនេះខ្ញុំនឹងបង្ហាញអំពីរបៀបកំណត់ឈ្មោះឲ្យនៅលើគេហៅ pin name ទី2គឺរបៀបកំណត់ល្បឿននៃការស្ដាប់ voice speed ទី3គឺការជ្រើសរើសបន្ថែមសមាជិកថ្មីៗ add member ដើម្បីទទួលបានវីដេអូ update ថ្មីៗអំពីការចែករំលែកព័ត៌មានចំណេះដឹងកុំភ្លេចចុច subscribe channel ឬ channel កណ្ដឹងគាំទ្រចុច like ចុច share បើមានចម្ងល់ផ្សេងៗឬក៏មតិយោបល់ចូលរួមអាច comment នៅក្នុងវីដេអូនេះផងដែរបាទកុំឲ្យខាតពេលវេលាយូរយើងចូលទៅអនុវត្តទាំងអស់គ្នាដំបូងយើងគ្រាន់តែបើកកម្មវិធី Cool App នៅលើទូរស័ព្ទដៃយើងដោយសារតែយើងមាន profile មានគណនីហើយអញ្ចឹងនៅក្នុង platform នេះយើងឃើញមានឈ្មោះ group ឬក៏ឈ្មោះ private ជាលក្ខណៈឯកជនដែលយើងធ្លាប់ឆាតជាមួយនេះវានឹងបង្ហាញនៅលើអេក្រង់ screen យើងកម្មវិធី Cool App បច្ចុប្បន្នយើងអាច pin ឈ្មោះឬក៏ pin name បានដល់ទៅ5ដូច Telegram ដែរឧទាហរណ៍ខ្ញុំចង់ pin ឈ្មោះ group មួយនេះម្រាមដៃសកត់លើវានឹង load ចេញបាទអក្សរ pin បាទយើងចុច pin ហ្នឹងមកបាទវានឹង load ទៅលើមួយហើយ pin នេះបាន3ហើយ1 2 3បាទនៅក្រោមអត់ទាន់ pin ទេឥឡូវយើងធ្វើតបដូចគ្នាគ្រប់5ហ្នឹងពេលគ្រប់5ហើយយើងចង់ pin មួយទៀតគឺអត់បានទេវាប្រាប់យើងថាមានកំណត់ត្រឹម5ឈ្មោះដែលយើងបាន pin ហើយបើយើងចង់ដក pin ចេញវិញដើម្បីដូរយកដាក់ឈ្មោះអីថ្មីយើងគ្រាន់តែសកត់លើឈ្មោះហ្នឹងហើយយកពី unpin ទៅហើយយើងអាចដូរយកអាថ្មីបានដល់ពេលដែលយើង pin ហើយអញ្ចឹងឲ្យតែយើងបើកកម្មវិធី Cool App មកវានៅលើគេស្រាប់បើវាអត់បាត់តណាតន័យវែងវាន់នេះបាទជួនកាលយើងឆាតច្រើនជាមួយជំហានទី2យើងនិយាយអំពីរបៀបក្នុងការស្ដាប់សំឡេងម្ដងបាទយើងអាចនៅក្នុងកម្មវិធី Cool App អាចស្ដាប់ល្បឿនបានដល់ទៅ 2x បាទឥឡូវខ្ញុំចូលទៅសារដំបងបាទខ្ញុំចូលទៅក្នុងក្រុមមួយនេះបាទក្រុមបត់ TikTok យើងចូលទៅសារ private ក៏បានដែរគឺអាចកែល្បឿនបានដូចគ្នាបើសិនជាយើងចង់កែល្បឿនថែមថយណាយើងចុចលើ voice សំឡេងណាមួយឧទាហរណ៍ចុចលើ voice សំឡេងមួយនេះបាទនៅពេលដែលយើងចុច play ទៅវានឹង load ល្បឿនឲ្យយើងមើលនៅបាខាងលើយើងចុចលើវាទៅកន្លែង 1x ហ្នឹងចុចទៅវានឹងដូរទៅ 1x5 ដូរទៅ 1x2 យើងស្វមមួយណាស្ដាប់បានមួយណាហើយចុចលើវាម្ដងទៀតវានឹងដូរមកកន្លះក្នុងនេះមាន4កម្រិតបាទចូលដល់របៀបទី3យើងចង់ add សមាជិកថ្មីឬក៏យើងចង់ដកសមាជិកចាស់ចេញរហូតចូលក្នុងឈ្មោះគ្រប់ក្លឹបភាសាវិហ៊ុននេះចុចបើកវាហើយខ្ញុំចុចទៅលើឈ្មោះគ្រប់ខាងលើហើយអូនឡើងលើបន្តិចឲ្យមើលកន្លែង group link នេះបើកមុខងារនេះបាទ approval new member គឺទទួលសមាជិកថ្មីឆ្លងកាត់ការយល់ព្រមពី admin សិនហើយនឹងបើកមុខងារ share link នេះអញ្ចឹងនៅពេលយើង share link នេះទៅខាងក្រៅបាទបណ្ដាញសង្គមផ្សេងៗមានអ្នកចុច link ហ្នឹងមកវានឹងចូលដល់ group យើង alert ប្រាប់យើងបាទខ្ញុំបែកថយក្រោយវិញខ្ញុំចូលនៅក្នុងឈ្មោះ group សារថ្មីវិញបាទពេលចូលមកអញ្ចឹងយើងឃើញមានសារ alert ប្រាប់យើងមកមានបុគ្គល4រូបដែលកំពុងតែស្នើសុំចូល group យើងចុចលើពាក្យ view ហ្នឹងមកមានសមាជិក request មកស្នើសុំបើយើងយល់ព្រមយើងចុចសញ្ញា tick ហើយចុច add ទៅបើអត់យល់ព្រមទេចុចសញ្ញាខ្វែងចូលដល់ចំណុចទី3របៀប add សមាជិកបាទយើងក៏រើសឈ្មោះ group ហ្នឹងមកហើយយើងចុចលើពាក្យថា add member ហើយរើសបុគ្គលណាមួយដែលយើងចង់ add ចូលណា select វាហើយចុច add ទៅវានឹងចូលក្នុង group ហើយបាទវីដេអូក៏ដល់ទីបញ្ចប់សង្ឃឹមថាបងប្អូនអាចធ្វើបានបើខុសត្រូវអធិស្ឋានផងអរគុណជួបគ្នានៅវីដេអូថ្មីលើកក្រោយទៀតជម្រាបលា